ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបស្លសម្លអង្គទុំតាមបែបកូរ៉េចាគ្រឿងផ្សំមានដូចខាងលើចារសជាតិហ្នឹងគឺមិនចាញ់យើងទៅញ៉ាំហាងទេចាគឺនាងខ្ញុំកំងត្រីមកត្រីនៅរស់រវើកចាយើងដាក់វានៅក្នុងឆ្នាំងហើយនៅក្នុងច្បើយើងគ្របគម្របវាឲ្យជិតចាទុកកន្លះម៉ោងម្លងពេលហ្នឹងគឺយើងចាប់ដើមលាងស្ពៃយើងចាគ្រឿងដាក់ត្រីវាសម្អល់ចឹងហើយយើងលាងវាចាភាសាទៅវាមានពពុះច្រើនចាយើងយកដូចប៊ុនទឹកចឹងឲ្យវាជ្រះឲ្យវាអស់ចារួចហើយនាងខ្ញុំដាក់ដាំទឹកកន្លះឆ្នាំងចាយើងចាប់ដើមស្រុះស្ពៃរបស់យើងចាយើងស្រុះវាមកសពស់ចាឃើញថាវាត្រួតបានហើយយើងស្រង់វាយកទៅលាងជាមួយនឹងទឹកត្រជាក់ទឹកស្ងោរស្ពៃហ្នឹងគឺអត់ចោលទេគឺនាងខ្ញុំដាក់សៀងកូរ៉េមួយស្លាបព្រាចារួចហើយដាក់ស្ងោរត្រីរបស់យើងហ្នឹងរយៈពេលវែងចាំលំពេលស្ងោរត្រីហ្នឹងគឺនាងខ្ញុំចាប់ដើមច្បល់គ្រឿងប្រើសៀងកូរ៉េ2ស្លាបព្រានិងម្ទេសខាបបកកូរ៉េ1ស្លាបព្រាចាខ្ញុំច្បល់វាឲ្យសព្វរួចហើយផ្អាប់វាទុកត្រីយើងក៏បានឆ្អិនល្អផងដែរគឺនៅខ្ញុំញិចវាអត់បែកចារួចហើយយើងដាក់ក្រមកុំឲ្យវាដល់ឆ្អឹងចាយើងធ្វើបែបនេះរហូតតតែអស់ត្រីយើងចាបើសិនជាបងប្អូនមានប្រដាប់កិនគឺបងប្អូនអាចប្រើប្រដាប់កិនលឿនជាងចាលឿនជាងយើងធ្វើបែបនេះនេះបែបតាមក្បួនបុរាណដែលអត់ទាន់ចារួចហើយគឺនៅខ្ញុំចាប់ដើមដាក់ដាំឆ្នាំងឡើងវិញចារួចបងស្ពៃដែលយើងប្រឡាក់ច្បល់គ្រឿងហ្នឹងចូលចាស្ងោរវារយៈពេល20នាទីទៀតអញ្ចឹងពេលដែលវាពុះផុយល្អបែបហ្នឹងហើយគឺនឹងខ្ញុំដាក់ខ្ទឹមចិញ្ច្រាំមួយស្លាបព្រាចានឹងល្ងម៉ត់ហ្នឹងចំនួន2វែកផងដែរចាយើងប្រើល្ងហ្នឹងដើម្បីឲ្យទឹកសម្លរបស់យើងខាប់ហើយមានរសមានក្លិនឈ្ងុយផងដែរចាយើងដួសចានេះខ្ញុំដួសទៀតឆ្នាំដីចារួចហើយនេះខ្ញុំបន្ថែមស្លឹកកញ្ឆាយពីលើចាយើងទុកវាតាមអាសពតហ្នឹងយើងអាចបិទហ្គាសទទួលទៀតបាន